មនុស្សចាស់ម្នាក់ធ្លាប់និយាយថាបើអ្នកចង់រស់នៅដោយសន្តិភាពចូលរៀនរស់ដោយទឹកមើលទៅទន់ភ្លន់ប៉ុន្តែវាអាចឆ្លងកាត់ថ្មដ៏រឹងមាំបានទាំងមិនប្រកួតជាមួយនរណាទេវាគ្រាន់តែហូរតាមផ្លូវរបស់វាមនុស្សក៏ដូចគ្នាកុំចំណាយពេលប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃពេលទឹកជួបឧបសគ្គវាមិនឈប់ឬបោះបង់ទេវារកផ្លូវថ្មីជីវិតក៏ដូចគ្នាបើផ្លូវមួយមិនដំណើរការចូលស្វែងរកផ្លូវមួយទៀតទឹកអាចស្ងប់ស្ងាត់ប៉ុន្តែនៅពេលចាំបាច់វាក៏អាចក្លាយជារលកដ៏ខ្លាំងបានដែរមនុស្សឆ្លាតដឹងថាពេលណាគួរស្ងប់និងពេលណាគួរធ្វើសកម្មភាពទឹកមិនរក្សាអ្វីទុកសម្រាប់ខ្លួនយូរពេកទេវាបន្តហូរទៅមុខបើយើងនៅតែកាន់ទុកកំហឹងការឈឺចាប់ឬអតីតកាលចិត្តយើងនឹងធ្ងន់ដោយទឹកដែលឈប់ហូរទឹកអាចផ្ដល់ជីវិតដល់រុក្ខជាតិសត្វនិងមនុស្សល្អក៏ដូចគ្នាវត្តមានរបស់ពួកគេធ្វើឲ្យអ្នកដទៃមានកម្លាំងចិត្តទឹកមិនដែលអួតអាងពីកម្លាំងរបស់វាទេប៉ុន្តែយូរទៅវាអាចឆ្លាក់ថ្មភ្នំបានភាពជាប់លាប់មានអំណាចជាងភាពប្រញាប់ពេលទឹកស្អាតវាឆ្លុះបញ្ចាំងអ្វីៗបានច្បាស់ចិត្តមនុស្សក៏ដូចគ្នាពេលចិត្តស្ងប់ស្ងាត់អ្នកនឹងមើលឃើញដំណោះស្រាយកាន់តែច្បាស់ទាំងមិនជ្រើសរើសកន្លែងដែលវាហូរទេវាអាចហូរកាត់វាលស្មៅភ្នំឬចលងភ្នំវាសម្របខ្លួនទៅនឹងគ្រប់ស្ថានភាពមនុស្សដែលចេះសម្របខ្លួននឹងរស់បានគ្រប់ទីកន្លែងមនុស្សចាស់បាននិយាយថាបើថ្ងៃណាមួយអ្នកមានអារម្មណ៍ថាជីវិតពិបាកពេកសូមនឹកឃើញទឹកវាមិនដែលឈប់ហូរមិនថាផ្លូវនោះលំបាកប៉ុណ្ណាទេចូលរៀនរស់ដោយទឹកទន់ភ្លន់ស្ងប់ស្ងាត់សម្របខ្លួនបានហើយបន្តដំណើរទៅមុខជានិច្ចទឹកមិនដែលបង្ខំផ្លូវឲ្យបើកទេវាគ្រាន់តែហូរដោយអត់ធ្មត់ហើយយូរទៅវាបង្កើតផ្លូវថ្មីដោយខ្លួនឯងមនុស្សក៏ដូចគ្នាភាពអត់ធ្មត់តែងតែបង្កើតឱកាសថ្មីតែងតែថយចុះក្រោមវាមិនប្រកួតប្រជែងដើម្បីឡើងខ្ពស់ជាងគេទេមនុស្សដែលបន្ទាបខ្លួនចេះស្ដាប់និងចេះរៀនតែងតែរីកចម្រើនបានយូរអង្វែងបើទឹកឈប់ហូរវានឹងក្លាយជាទឹកស្អុយមនុស្សក៏ដូចគ្នាបើអ្នកឈប់រៀនឈប់កែលម្អនិងឈប់រីកចម្រើនជីវិតអ្នកនឹងឈប់ដូចគ្នាទឹកមិនខ្លាចការផ្លាស់ប្ដូរវាអាចក្លាយជាភ្លៀងពពកទឹកកកឬទន្លេប៉ុន្តែមិនថាផ្លាស់ប្ដូរបែបណាទេវានៅតែជាទឹកដដែលមនុស្សឆ្លាតក៏ចេះសម្របខ្លួនដោយមិនបាត់បង់តម្លៃរបស់ខ្លួនមនុស្សចាស់បាននិយាយថាបើអ្នកចង់រស់នៅដោយសេចក្តីសុខកុំរៀនធ្វើដោយភ្លើងដែលដុតអ្វីៗជុំវិញខ្លួនចូលរៀនធ្វើដោយទឹកដែលផ្ដល់ជីវិតសេចក្តីស្ងប់និងកម្លាំងដល់អ្វីៗដែលវាឆ្លងកាត់ពេលអ្នកចេះរស់ដោយទឹកអ្នកនឹងរកឃើញសន្តិភាពនៅក្នុងចិត្តទោះពិភពលោកជុំវិញអ្នកកំពុងប្រែប្រួលយ៉ាងណាក៏ដោយ